ចាបងប្អូនខ្ញុំថ្ងៃនេះខ្ញុំនិយាយពីរឿងពាក់ព័ន្ធនឹងការដែលយកកូនចេញនិងការដែលកូនធ្លាក់ឬក៏រំលូតកូនមានចម្ងល់ពីកូនសិស្សគាត់សួរនាំពាក់ព័ន្ធនឹងច្រើនអញ្ចឹងខ្ញុំនឹងបែងចែករឿងពាក់ព័ន្ធនឹងការធ្លាក់កូននិងការយកកូនចេញជូនបងប្អូនស្ដាប់ហើយពិចារណាតាមសតិណាសតិនិងប្រាជ្ញារបស់ខ្លួនឯងណាទីមួយខ្ញុំវែកញែកពាក់ព័ន្ធពីអ្នកដែលកូនស្លាប់ហើយយើងយកចេញណាបងប្អូនខ្ញុំចង់ប្រាប់ថាបើសិនជាកូនយើងគាត់ខូចអញ្ចឹងយើងត្រូវតែយកចេញដើម្បីសម្អាតខ្លួនយើងផងហេតុអីបានខ្ញុំនិយាយតែហ្នឹងហើយនិយាយធ្វើអីវាដូចអត់មានន័យចាត្រូវក៏ប៉ុន្តែខ្ញុំសម្រាយកុំឲ្យបងប្អូនចាញ់បោកគេផងហើយឲ្យច្បាស់ផងហើយគិតដោយសតិបើសិនជាកូននឹងគាត់ខូចយើងត្រូវតែយកគាត់ចេញថាបាបអត់អ្នកគ្រូខ្ញុំថាឮគេថាបាបអត់បាបទេបងប្អូនកូនដែលគាត់ណាដែលគាត់ទុំពោះយើងហើយគាត់ខូចហើយយើងទៅយកចេញយើងអត់បាបទេហេតុអីមូលហេតុបងប្អូនត្រូវដឹងថាជួនកាលគាត់ចាប់ជាតិមកគាត់ប្រគ្រប់ជាតិគាត់នឹងជាហេតុផលមួយទី2អាចជាម្ចាស់កម្មពីដែលមកយកកម្មយើងណាបងប្អូនអញ្ចឹងវាអាចបាបអ្នកគ្រូព្រោះយើងយកចេញចាអត់បាបទេបើគាត់មកប្រគ្រប់ជាតិគាត់មកនៅបានរយៈពេលប៉ុណ្ណឹងហើយគាត់ត្រូវទៅកន្លែងដែលគាត់គួរទៅក្រោមឬទៅលើអាហ្នឹងគាត់មានពេលដែលគាត់ត្រូវទៅណាហើយប្រគ្រប់នឹងឯងអញ្ចឹងគាត់អាចទៅកន្លែងដែលគាត់ត្រូវទៅអញ្ចឹងគាត់ស្លាប់ហើយយើងយកចេញទៅវាអត់បាបទេហើយបើម្ចាស់កម្មពីយើងណាមកយកកម្មយើងសួរថាបាបអត់ក៏អត់បាបដែរគាត់ផ្ដាច់កម្មជាមួយយើងត្រឹមនឹងតែម្ដងអញ្ចឹងយើងជាមួយគាត់អស់កម្មជាមួយគ្នាអញ្ចឹងកូនដែលស្លាប់នៅក្នុងពោះសួរថាពាក់ព័ន្ធនឹងមានការបាបអត់បាបទេខ្ញុំសូមបញ្ជាក់ណាកូនដែលស្លាប់នៅក្នុងពោះយើងយកចេញគឺអត់មានផលប៉ះពាល់ដែលត្រូវមានបាបកម្មដល់យើងអ្នកយកចេញទេណាខ្ញុំសូមជម្រាបថងចំណុចហ្នឹងឲ្យច្បាស់បងប្អូនណាគិតឲ្យច្បាស់ឥឡូវខ្ញុំនិយាយអ្នកដែលយកកូនចេញដោយចេតនាព្រោះអ្នកកូនស្លាប់នៅក្នុងពោះយកចេញដែរតែអចេតនាអត់មានចេតនាណាដែលចង់ធ្វើបាបកូនទេបងប្អូនត្រូវយល់ណាអញ្ចឹងខ្ញុំនិយាយដល់អ្នកមានចេតនានឹងទៀតគឺបាបបងប្អូននេះត្រូវចាំបាបទី1កូននៅក្នុងពោះល្អទាំងអស់នៅល្អទាំងអស់តែយកទម្លាក់គ្នាចោលអ្នកខ្លះកូននៅទូចក៏ឆាប់ទម្លាក់អ្នកខ្លះទុកដល់កូនធំបានទម្លាក់លាក់មាន3ខ្ញុំញែកចេញជា2សិនឥឡូវនេះជាវគ្គទី2កូននៅទូចគ្រាន់តែជាដុំឈាមយើងលេបថ្នាំទម្លាក់ជួតបាបអត់បាបត្រូវតែបាបហើយអ្នកខ្លះទុកដល់កូន4ខែ5ខែចេញជារូបរាងស្រីប្រុសហើយយកចេញរត់តែបាបខ្ញុំនិយាយ2នឹងឲ្យបងប្អូនស្ដាប់ហើយខ្ញុំញែកជា2ឲ្យបងប្អូនស្ដាប់ទៀតពាក់ព័ន្ធអ្នកកូនទូចណាកូននៅទូចកូននៅមួយអាទិត្យ2អាទិត្យឬក៏1ខែឬក៏2ខែនៅទូចអត់តន់ចេញជាស្រីប្រុសយើងលេបថ្នាំទម្លាក់បាបដែរក៏ប៉ុន្តែបាបនៅក្នុងលក្ខខណ្ឌទូចក៏តិចដែរដោយសារហេតុផលទី1យើងមានបំណងសម្លាប់មនុស្សដោយចេតនាហើយហ្នឹងណាគេចង់មកកកើតយើងព្យាយាមបំបិតណាតែក៏យោងមកជាមួយម្ដាយជួនកាលគ្នាមានបញ្ហាទី1អាចជីវភាពគ្រួសារធ្វើឲ្យគ្នាអត់មានលទ្ធភាពចិញ្ចឹមកូនខ្លាចកូនមកពិបាកអញ្ចឹងក៏គ្នាយកចេញអាហ្នឹងហេតុផល1ទី2មានអ្នកខ្លះលេងសើចស្នេហាអូនបងទៅក៏មានកូនចេតនាក្មេងៗសម័យឥឡូវក៏យកចេញអាហ្នឹងហើយបាបសួរថាបាបបែបហ្នឹងទទួលបែបណាខ្ញុំនិយាយរឿងបាបហ្នឹងមួយឲ្យស្ដាប់ហើយថាទទួលកម្មពៀបែបណាហើយគួរតែដោះកម្មពៀនឹងបែបណាខ្ញុំនឹងប្រាប់បងប្អូនចាបើសិនជាយើងយកគាត់នៅក្នុងលក្ខខណ្ឌដូចខ្ញុំនិយាយ1ខែ2ខែហ្នឹងកូនទូចហ្នឹងណា
អាចធ្វើឲ្យយើងនឹងការយល់សប្តិធ្វើឲ្យមានការយល់សប្តិឃើញអត់ល្អណាយើងធ្វើការងារអីក៏ដោយដូចជាមានអ្វីមួយនៅវល់នៅក្នុងជីវិតយើងការប៉ັດអ្នកដែលចិត្តដាច់ឬមិនចិត្តដាច់គឺតែតែជួបអាការៈបែបហ្នឹងកុំខ្លាំងខ្ញុំទន់ជ្រាយបានឃើញអញ្ចឹងខ្ញុំរឹកមាំដែរមិនបានទៅចានឹងគិតថាខ្មោចឡងខ្ញុំចង់ប្រាប់ថាពេលខ្លះកូននៅអាឡ័យមួយយើងបានតែនិស័យគាត់មកតុងពោះយើងយកគាត់ចេញអញ្ចឹងញៀនមួយនឹងឯងដែលរត់តាមយើងរហូតធ្វើឲ្យជីវិតយើងណាមិនសូវសមប្រកបទេអាភ័ព្វច្រើនហ្នឹងហើយអាចអ្នកខ្លះទៀតយកចេញហើយពិបាកនឹងមានកូនមនុស្សស្រីបែបហ្នឹងពិបាកនឹងមានកូនអ្នកដែលយកកូនចេញក្នុងកំឡុងហ្នឹងកម្រនឹងគេមានកូនណាហើយមានកូនមកបើមានកូនមកចាំអ្នកយកអញ្ចឹងមានកូនមកកម្មពីដែលលើគាត់គឺកូនមិនស្ដាប់ប្រកបមិនស្ដាប់អវាទតែងតែល្មើងគុណធ្វើបាបចិត្តគាត់លាក់នឹងកូននៅក្នុង2ខែលក្ខខណ្ឌ2ខែបាបបែបអញ្ចឹងតន់ហន់បែបអញ្ចឹងមកនឹងខ្ញុំចង់ប្រាប់បងប្អូនត្រូវគិតធំចំណុចហ្នឹងណាអាហ្នឹងកូន2ខែហ្នឹងកូន2ខែឥឡូវខ្ញុំនិយាយដល់កូន4ខែ5ខែមើលឃើញប្រុសស្រីអាហ្នឹងបាបខ្លាំងហ្មងបាបខ្លាំងហើយបាបបកាច់យកទៀតខ្ញុំនិយាយបាបកាច់យកចឹងមកអ្នកដែលមានបញ្ហាហ្នឹងណាអ្នកដែលយកកូនចេញធំហ្នឹងហេតុផលទី1ខ្ញុំនិយាយចំអ្នកហ្នឹងឯងបើមិនយកប្តីគេទេអ្នកហ្នឹងបើមិនយកប្តីគេទេខឹងប្តីខ្លួនឯងព្រោះតែស្នេហាងប់ងល់ពេកធ្វើឲ្យជីវិតដែលឃើញតែចេញជារូបរាងហើយយើងសម្រាប់គេហ្នឹងបាបហើយតន្តកម្មនៃបាបមួយហ្នឹងក៏ទទួលវិញរស់ស៊ីអត់ឡើងណារស់ស៊ីដឹងតែអត់ឡើងឯងទៅណាមកណាគេស្អប់គេខ្ពើមគាត់មកប្តីប្រពន្ធគាត់ក៏អត់នៅមួយគ្នាសុខដែរព្រោះចិត្តគាត់អបល័ក្ខក្នុងពីរលក្ខខណ្ឌហ្នឹងពួកគាត់ចិត្តអបល័ក្ខណាចិត្តអបល័ក្ខគ្នាដោតដៃដោះជើងមកហើយយើងធ្វើអញ្ចឹងសួរថាទៅមុខឯងជីវិតគាត់ដូចធ្លាក់នរកទាំងរស់បងប្អូនស្គាល់ពាក្យនរកទាំងរស់ហ៎នរកទាំងរស់មួយម៉ាត់នេះបានន័យថាការរស់ស៊ីបរាជ័យធ្វើការបរាជ័យទៅជួបអ្នកណាគេមើងងាយគេមើលគេរើសអើងសម្ដីមកដូចអាចនិយាយទៅការអ្នកណាគេស្អប់គេខ្ពើមគេឃើញមុខគេស្អប់គេលួចចាក់ពីក្រោយគេនិយាយដើមនឹងទាហុយដលងហើយដើរមកជីវិតគិតខុសធ្លាក់ខ្លួនទៅលេងលបែងពាលាឧបាយណាមួយហ្នឹងលេងលបែងផឹកស៊ីអាចប្រឈមនឹងគ្រោះខ្លាំងអាចមានទៅធ្ងន់ធ្ងរអាចលងលើយអីចឹងទៅគ្រោះថ្នាក់រហូតហើយជាពិសេសគឺគ្រោះថ្នាក់ចរាចរណ៍មិនស្លាប់ទេគាត់ណាងាកគ្រោះថ្នាក់ងាកដួលម៉ូតូងាកដួលអីចឹងទៅជិះឡានប៉ះពៀគ្នារហូតទៅខ្ញុំប្រាប់ហើយកុំជឿណាខ្ញុំប្រាប់ចឹងណាខ្ញុំនិយាយពីក្បាលវីដេអូចឹងណាសតិណាសតិហើយសួរថាអាចធ្វើមិនផ្ដាច់អារឿងហ្នឹងបានអត់បានដូចតែគ្នានឹងឯងអត់មានរឿងអីមិនបានទេបានកូនធំកម្មពៀវិក្រាស់យើងត្រូវធ្វើឲ្យត្រូវអ្នកដែលយកកូនធំខ្ញុំសូមសំណូមពរឲ្យយកកូនមកឲ្យធ្វើបុណ្យសពឲ្យគាត់ឲ្យបានត្រឹមត្រូវកប់គាត់ណាកប់គាត់ទៅយើងអត់លុយប៉ុណ្ណាក៏ដោយចំពោះអ្នកយកកូនចេញអត់លុយប៉ុណ្ណាក៏ដោយទៅវត្តកប់ហើយធ្វើឲ្យគាត់ឲ្យបាន7ថ្ងៃគាត់ត្រូវធ្វើបុណ្យឲ្យគាត់ម្ដងទៀតណាដាក់ឈ្មោះដាក់អីគាត់ទៅពេលដែលយើងរដូវបុណ្យទៀតមកយើងអត់ទិសកុសលហើយឈ្មោះគាត់អីលាក់នឹងលាក់អានឹងអាចជួយគាត់បានពីការផ្ដាច់កម្មពៀហ្នឹងណាព្រោះកូនយើងមានដៃមានជើងនឹងកូនស្រីកូនប្រុសហើយហ្នឹងយើងធ្វើបុណ្យទៅអញ្ចឹងអាចជួយបានអញ្ចឹងណាអ្នកខុសណាសូមមេត្តាធ្វើឲ្យដើម្បីកុំឲ្យខ្លួនឯងមានបាបកម្មជាមួយកូនខ្លួនឯងខ្លាំងពេកហើយខ្ញុំចង់ប្រាប់ថាអ្នកដែលយកកូនចេញមានផលប៉ះពាល់ផលប៉ះពាល់គឺប៉ះពាល់ឲ្យខ្ញុំបញ្ជាក់ណាមិនថាប្តីមិនថាប្រពន្ធទេគឺទទួលកម្មពៀដូចគ្នាតាំងអ្នក
ចេតនាអ្នកអត់ចេតនាកម្មពៀមានដូចគ្នាហើយរឿងការយកកូនចេញហ៎បងប្អូនវាសម័យនេះហើយណាសម័យដល់សម័យនេះហើយណាមានរបស់ការពារច្រើនណាស់កុំបដ ாய் ខ្លួនដល់ប៉ុណ្្នឹងពេកអ្នកដែលកូនធំឲ្យបានយកចេញហ្នឹងពាក្យច្រើនគឺកំណត់អបលៈដូចខ្ញុំនិយាយចឹងខ្ញុំអត់ចង់និយាយអីឲ្យស៊ីជំរឿវែកញែកហែកចេញមកចេញជារឿងល្អិតទៀតទេហើយការដែលធ្វើកិច្ចផ្ដាច់ហ្នឹងក៏ខ្ញុំបាននិយាយនៅក្នុងហ្នឹងដែរអញ្ចឹងបងប្អូនតាមដានវីដេអូខ្ញុំហើយបងប្អូនចង់លើកជាសំណួរអីផ្សេងទៀតឲ្យពេញចិត្តសូមជួយ like ជួយ follow ជួយ share ផងហើយអាច comment នៅក្នុង comment នឹងបានថាចង់ដឹងពីរឿងអីខ្ញុំនឹងចែករំលែកឲ្យបងប្អូនទាំងអស់គ្នាព្រោះខ្ញុំធ្វើជាវីដេអូវែងខ្ញុំចូលទៅក្នុង YouTube តែនៅក្នុង page ខ្ញុំកាត់ខ្ញុំនឹងឲ្យកូនសិស្សគាត់កាត់ជាខ្លីៗឲ្យបងប្អូនតាមស្ដាប់តែបងប្អូនចង់តាមស្ដាប់នៅក្នុង page ខ្ញុំវាញញែកច្រើនចូលទៅក្នុងនៅក្នុង YouTube បានកូនសិស្សគាត់ពងតែរៀបចំធ្វើឲ្យពួកមានគេสนំពោចង់ឲ្យខ្ញុំនិយាយជារឿងដែលមានបញ្ហាបាបបុណ្យនឹងឲ្យបងប្អូនចង់ដឹងរឿងអីក៏ដោយបងប្អូន comment សួរមកខ្ញុំឆ្លើយឲ្យជូនបងប្អូនឲ្យដាច់ញែកចេញជាចំណាយឲ្យច្បាស់នៅក្នុងហ្នឹងហើយព្រោះដោយសារខ្ញុំចង់ប្រាប់ថាទី1មានរឿងច្រើនដែលបងប្អូនឲ្យដឹងថាឲ្យតែគេអាចមានផលចំណេញនៅក្នុងណាមួយបានគឺគេយកផលចំណេញឲ្យខ្ញុំជាខ្ញុំមិនដល់ថ្នាក់សំបីតាដកដង្ហើមក៏គិតជាផលចំណេញរបស់ណាដែលខ្ញុំអាចចែករំលែកជូនបងប្អូនបានខ្ញុំចែកជូនបានទាំងអស់ពួកខ្ញុំអត់ចេះបាន100មុខខ្ញុំក៏អាចធ្វើបាន100មុខដែរអ្វីដែលខ្ញុំចែករំលែកបងប្អូនអាចធ្វើបានបងប្អូនគួរតែធ្វើណាអញ្ចឹងបងប្អូនកុំចេះតែជឿដែលអត់មានសតិជឿដែលមានសតិខ្ញុំប្រាប់ផងហ្នឹងហើយខ្ញុំប្រាប់មួយទៀតមានម្នាក់គាត់សួរខ្ញុំចំគាត់ថាអ្នកគ្រូខ្ញុំកូនខ្ញុំធំដល់តែ4 5 6ខែដែរក៏ប៉ុន្តែពេលដែលខ្ញុំមើលអេកូកូនខ្ញុំមានទឹកដក់នៅក្នុងខួរក្បាលអញ្ចឹងគេត្រូវតែឲ្យខ្ញុំយកចេញអ្នកគ្រូតើខ្ញុំបាបដែរអត់ទេដោយសារកូនខ្ញុំមិនមែនមិនចង់ទុកខ្ញុំចង់ទុកណាតែទុកអត់បានដោយសារគាត់មានបញ្ហាធ្វើឲ្យនៅអត់បានពេលដែលកើតមកគាត់នឹងមានជំងឺគេថាជំងឺគេកឡងបងប្អូនហ្នឹងឯងរោគជាតិណាអញ្ចឹងគាត់ទុកអត់បានតាមទទួលស្គាល់សួរគាត់បាបអត់ដូចខ្ញុំនិយាយចឹងអចេតនាណាអចេតនាអញ្ចឹងបើសួរតែគាត់បាបគាត់អត់បាបទេគាត់យកកូនហ្នឹងខ្ញុំប្រាប់ខ្ញុំណែនាំគាត់ឲ្យគាត់យកកូនហ្នឹងទៅកប់ទៅធ្វើបន់អីឆ្លាក់អញ្ចឹងទៅឲ្យគាត់យកទៅធ្វើតាមហើយសួរតែគាត់សយុទ្ធទេគាត់អត់សយុទ្ធទេបងប្អូនព្រោះខ្ញុំមានបងប្អូនសួរច្រើនណាស់រឿងអូយអ្នកគ្រូអើយខ្ញុំយកកូនចេញច្រើនពេកបានខ្ញុំរកស៊ីអត់ឡើងសយុទ្ធអត់ទេបងប្អូនជឿដោយសតិគិតដោយប្រាជ្ញាធ្វើឲ្យបានត្រឹមត្រូវបងប្អូនអត់មានធ្លាក់ទៅសាររឿងហ្នឹងទេតែខ្ញុំចង់និយាយថាបើយើងសំមកបញ្ហាច្រើនពេក1+1រហូតណានឹងមានរឿងមកបន្តរហូតអញ្ចឹងបងប្អូនព្យាយាមដោះខ្លួនឯងលើកនេះខ្ញុំនិយាយរឿងប៉ុណ្ណឹងមានរឿងច្រើនណាខ្ញុំនឹងចេញច្រើនជូនបងប្អូនឲ្យបងប្អូនយល់ហើយមានកម្លាំងចិត្តរងហើយដោយសារបងប្អូនគាត់private មកខ្ញុំគាត់ពេញចិត្តនឹងការនិយាយរបស់ខ្ញុំក៏អរគុណហើយមានអ្នកខ្លះក៏មិនពេញចិត្តក៏ខ្ញុំអត់ខឹងខ្ញុំនៅតែអរគុណព្រោះបើសិនជាខ្ញុំមិនមានកន្លែងខុសបងប្អូនមិនរិះគន់ខ្ញុំរកកន្លែងស្ថាបនាអត់ឃើញទេការចែករំលែកបងប្អូនបានគឺខ្ញុំសប្បាយចិត្តដែរព្រោះយើងជឿដោយសតិណាយើងជឿដោយសតិគិតដោយប្រាជ្ញារបស់យើងអញ្ចឹងសូមធ្វើអីក៏ដោយសតិមកមុនណាបងប្អូនគិតសិនកុំឆេវឆាវណាអរគុណជំរាបលាវីដេអូហ្នឹងខ្ញុំធ្វើប៉ុណ្ណឹងចុះពាក់ព័ន្ធនឹងរឿងយកកូនចេញហ្នឹងអរគុណបងប្អូនជំរាបលា